ថ្មីចម្រើនពរតែថ្ងៃហ្នឹងយើងចាប់ផ្ដើមចូលទៅលើមេរៀន Photoshop យើងតហើយនេះគឺជាសប្តាហ៍ទី3អញ្ចឹងទៅទៅនឹង poster របស់យើងដូចជាថ្មីនឹងដាក់ឲ្យបងតាក់ទងទៅនឹង poster ហើយឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាអញ្ចឹងបងថ្មចូលបង្កើតកតាមួយសិនមកហើយកតានេះថ្មយក ប៉ុណ្ណេះគឺ500 1005គុណនឹង1500 resolution 300ហើយយក RGB color អញ្ចឹងថ្មនឹងចុច create តទៅទៀតថ្មចូលទៅកាន់ទាញទៅលើ element ដែលថ្មត្រូវមកប្រើឥឡូវថ្មទាញអានឹងមកអស់សិនតាអូខេទាញវាមកហើយសិនមកនេះគឺជា element ដែលថ្មត្រូវយកប្រើហើយទៀតថ្មនឹងចូលទៅកាន់ folder វាសារថ្មអត់បានដាក់ folder វាជាមួយគ្នាសារពីមុននៅក្នុង folder ថ្មវាមានឲ្យទៅលើ curtain ឬក៏ background អីទាំងអស់ហ្នឹងនៅក្នុង group ហើយអញ្ចឹងថ្មក៏បានដាក់វាបញ្ចូលគ្នាជាមួយគ្នាទៀតអញ្ចឹងសម្រាប់បងដែលអត់បានចូលគ្រប់រក element ទេបងអាចចូលបានថាដូចជាដាក់ link ឲ្យចូលដែរនៅក្នុងដូចជា post បងឃើញមាន link មួយចូលអញ្ចឹងតែយើងចាប់ផ្ដើមចូលតអញ្ចឹងនេះគឺជា poster របស់យើងខ្ញុំសូមបាក់ទីអូខេនេះបងអញ្ចឹង poster ថ្ងៃទីសប្តាហ៍ទី3យើងនេះ poster បែបនេះអញ្ចឹងដំបូងថ្មនឹងទាញទៅលើរូបនេះមួយហើយយកមកដាក់វាអញ្ចឹងថ្មបិទនេះចោលសិនតាថ្មនឹងbreakវារៀងធំបន្តិចអូខេរៀងធំប៉ុណ្ណេះហើយចុច scale វាចុច shift ជាប់បងដើម្បីទាញវារៀង scale រៀងតូចអញ្ចឹងទៅអូខេថ្មយកវាបែបមកល្មមតែកុំឲ្យវាមើលទៅរៀងអានេះរៀងនេះពេកថ្មអាចយកវាប៉ុណ្ណេះយើងគិតថាយកវាប៉ុណ្ណឹងទៅតាមទៀតថ្មចុច Ctrl J ហើយចុច Ctrl T ចុចពាក្យថា flip horizontal អញ្ចឹងflip horizontal មានន័យថាយើងបច្រាស់វាឆ្វេងស្ដាំបងflip អញ្ចឹងនៅក្នុង flip វាមាន2នេះបងចុច Ctrl T លើវាទៅវាមកពាក្យថា transform Ctrl T អញ្ចឹងនៅពេលដែលបងចុចនៅបងមកស្ដាំលើវានឹងចេញទៅលើពាក្យនេះបងនេះ flip អញ្ចឹងពាក្យ flip មានន័យថាបត់ប៉ុន្តែនៅក្នុង flip horizontal យើងមានន័យថាវាគឺជាបច្រាស់វិញវាបច្រាស់ឆ្វេងស្ដាំហើយ flip vertical គឺបច្រាស់លើក្រោមអញ្ចឹងបងចាំប៉ុណ្្នឹងទៅ flip horizontal បច្រាស់ឆ្វេងស្ដាំហើយ flip vertical គឺបច្រាស់លើក្រោមតាមទៀតមកចុច OK ហើយថ្មនឹងចុច នេះទៅ Ctrl E ទៅ Ctrl E Shift ទាំងពីរហើយ Ctrl E មានន័យថាថ្ម merge layer នោះបញ្ចូលគ្នាទៅជា layer តែមួយហើយថ្មចុចវាទៅជា convert to smart object ដូចជាថ្មធ្លាប់ប្រាប់បងថានៅពេលដែលយើង convert to smart object យើងងាយស្រួលការកែទៅលើរូបរាងរបស់វាតែតើត្រឹមពលឺអីនៅពេលដែលយើងកែទៅលើឧទាហរណ៍ថាថ្មចូលទៅកាន់ adjustment ហើយយកថ្មចូលទៅកាន់ចុច Ctrl L មួយទៅលើ layer ហ្នឹងថ្មីចូលទៅកាន់ level ហើយថ្មទាញពលឺតឡើងចុះតឡើងអីបងឃើញថានៅពេលដែលយើងប្រើទៅតង smart object វានឹងចេញជាប្រភេទខាងក្រោមនេះឲ្យយើងនៅពេលអញ្ចឹងមានន័យថាយើងអាចសេរីវាបានតទៅទៀតនេះដល់ពេលមួយទៀតថ្មនឹងចុច Ctrl J វាហើយថ្មអត់ដាក់វាជា smart object ទេថ្ម right slide វាធម្មតាហើយចុច Ctrl L ដូចគ្នាហើយថ្មសេរីវាទៅនេះចុច OK បងឃើញថាវាអត់មានឲ្យយើងអាចកែបានទេនៅពេលដែលវាបាត់គឺវាបាត់យកតែម្ដងអញ្ចឹងនៅពេលដែលបង convert to smart object គឺងាយស្រួលការគ្រប់គ្រងទៅលើ layer យ៉ាងអញ្ចឹងយើងអាចបន្ថែមឬកាត់ថយវាបានទៅតាមហ្នឹងណាអញ្ចឹងឥឡូវថ្មយកវាប៉ុណ្ណឹងហើយថ្មចូលទៅកាន់ adjustment ហើយយកពាក្យថា curve យកពាក្យថា exposure អញ្ចឹង exposure គឺវាមានទៅលើ property វាចំនួនប៉ុណ្ណេះគឺនេះពលឺស្មើពលឺរបស់វាថ្មទាញទម្លាក់វាបន្តិចហើយទៅត្រង់ offset ក៏រៀងទម្លាក់វាបន្តិចដែរតែថ្មចង់បានវារៀងបន្តិចដែរអូខេរៀងប៉ុណ្ណេះទៅអញ្ចឹងបន្តមកទៀតថ្មនឹងដាក់វាទៅជា group មួយថ្មវាដាក់ថា BG ចុះអូខេ BG មានន័យថា background នៅក្នុងហ្នឹងដើម្បីឲ្យវាងាយស្រួលការមើលទៅលើពណ៌ទៅលើ folder របស់យើងនៅពេលដែលយើង design នៅពេលដែលយើងមាន element កាន់តែច្រើនបងត្រូវការទៅលើ folder ហើយ folder ហ្នឹងជាសោតបើសិនជាមួយណាមួយដែលជាប្រភេទដូចគ្នាបងអាចដាក់ពណ៌វាដូចគ្នាបានលើថ្មយកវាអានេះវាពណ៌នេះអញ្ចឹងថ្មយកជាពណ៌ក្រហមនេះទៅតំណាងឲ្យទៅលើ background ពណ៌ហ្នឹងតទៅទៀតថ្មដាក់អានេះដូចគ្នាហើយថ្មចុច Ctrl G ទៅមួយទៀតហើយដាក់វាថាគឺជា curtain អូខេ curtain តទៅទៀតដោយសារតែ curtain យើង background ដូចគ្នាអញ្ចឹងថ្មអាចដាក់ពណ៌តែមួយបានដាក់ពណ៌ចេះនៅពេលដែលយើង collect មកឃើញ layer របស់យើងយើងដឹងថាអូខេ layer ហ្នឹងគឺទៅទៀងជាមួយនឹងអាណានៅពេលដែលយើងដាក់ឈ្មោះឲ្យឃើញអញ្ចឹងទៀតមានថាអូខេអាពណ៌ហ្នឹងនឹង background វាដូចគ្នាអញ្ចឹងវាងាយស្រួលការគ្រប់គ្រងរបស់យើងតទៅទៀតថ្មចុច Ctrl J វាទៀតដើម្បី copy ចុច Ctrl T ហើយថ្មយក flip vertical ដើម្បីបញ្ច្រាស់វាមកវិញអញ្ចឹងយកវាប៉ុណ្ណេះអូខេនៅក្នុងហ្នឹងថ្មនឹងធ្វើជា style មួយដែលបងឃើញថាlayer នៅពេលដែលបងបង្កើតជា group វានឹងចេញទៅលើមួយគឺ pass through
ចឹងនៅពេលដែលវាជា pass through នៅពេលមកចូលទៅកាន់exposure ហើយទាញទៅលើ effect របស់វានេះវាអត់មាន effect តែមួយទេបងឃើញទេនៅពេលដែលអាត្មាទាញវា effect ទៅលើវា effect គេវា effect ទៅលើ layer ខាងក្រោមនេះទាំងអស់អញ្ចឹងនៅពេលដែលកុំឲ្យវា effect តតែបងចុចចេះបងចុចflip ពីម៉ាស់ហើយអាខាងនេះដែលអត់ទៀតបងចុច flip ពីម៉ាស់វាមិនតង់ទៀតអញ្ចឹងបានវា effect ទៅលើ layer ណាមួយនេះដូចជាអញ្ចឹងបានវា effect តែ layer វាតែមួយមួយទេធ្វើវាអញ្ចឹងវាបានប៉ុន្តែក្នុងលក្ខខណ្ឌខ្លះវាខុសពណ៌គ្នាអញ្ចឹងបងចង់ឲ្យទៅទៅនឹង curtain ទាំងពីរវាមានពណ៌ពីរដែលដូចគ្នាអញ្ចឹងបងអត់ចង់ឲ្យពណ៌មួយខ្មៅមួយអីគឺបងចង់ឲ្យល្ងិតទៅទាំងពីរហើយភ្លឺទាំងពីរអញ្ចឹងនៅពេលដែលបងចូលទៅកាន់ curtain វិញនេះជា folder របស់យើងបងដូរពីអានេះទៅកាន់ normal ហើយបងចូលទៅកាន់អាហ្នឹងទៅហើយបងដាក់វាទៅជា exposure ទៅអញ្ចឹងវា affect នៅពេលដែលបងដាក់ normal វា affect តែអ្វីដែលវានៅក្នុង group វាទេអ្វីដែលនៅខាងក្រៅ group វាអត់មាន affect ជាមួយទេអូខេហើយយកវាប៉ុណ្ណេះអញ្ចឹងបងឃើញនៅពេលដែលអាត្មាយកវាទៅជា normal អញ្ចឹងនៅពេលអាត្មាដាក់ effect វាអត់មានប៉ះពាល់ទៅលើខាងក្រោមនេះទេតែបើសិនជាអាត្មាដូរនេះដាក់ជា pass through វិញបងឃើញ effect ទេបើសិនអាត្មាដាក់ normal មានន័យថា effect ដែលអាត្មាប្រើនៅក្នុងនឹងជា exposure ក្តីជាអីក្តីដូចជា curve ដូចជាអីស្អីវា effect ទៅក្នុងអ្វីដែលនៅក្នុង folder វាទេនេះគឺជាការប្រើប្រាស់របស់តទៅនឹង folder បែបនេះអញ្ចឹងអាត្មាសូមប្រើវាប៉ុណ្ណឹងហើយអាត្មានឹងគូមួយទៀតអាត្មានឹងគូ shape ឬក៏ថ្មយក pen tool មកគូក៏បានដែរឬ shape ចាំ shape ហើយចាំថាគូ shape ប៉ុណ្ណឹងចាអូខេថ្មនឹង rotate វាបន្តិចដើម្បីឲ្យយើងមើលទៅរឿងបាទថ្មរឿងប្រភេទនេះ shape បែបគូរាងនេះអញ្ចឹងជាប្រភេទអញ្ចឹងហើយថ្មអាចចុច control T វារីកវាធំតិចទៅអូខេអាចយកវាប៉ុណ្ណេះឬក៏អូខេខ្ញុំសូមយកវាប៉ុណ្ណឹងចាស់តាអញ្ចឹងអានេះថ្មចង់សេរីវារៀងមកនៅបន្តិចអូខេរៀងបែបចេះចុះអញ្ចឹងនៅក្នុងនេះគេថ្មដូរពណ៌វាថាយកវាទៅពណ៌បែបនេះអូខេអញ្ចឹងដោយសារតែអាត្មានឹងដាក់វាទៅជាក្រុមមួយទៀតឬក៏ដាក់ចេះសិនចុះអូខេថានឹងប្រើវាជា style មួយដែលអាត្មានឹងយកពន្លឺខាងក្នុងនេះមកវិញបន្តមកទៀតបងអាចធ្វើពន្លឺស្មៅវាបានដូចថាឥឡូវនេះអាត្មាចង់បានប៉ុណ្ណឹងហើយអាត្មានឹងប្រើទៅលើ layer ខាងលើ background ជាងមួយដែលសារអាត្មាចង់ដាក់ជាពន្លឺមួយដែលឲ្យប៉ះទៅលើ curtain នេះអញ្ចឹងនៅក្នុង poster នេះនេះខ្ញុំឃើញថាពលិអាត្មាដាក់វាមកធំនេះនៅក្នុង curtain នេះអាត្មាឲ្យប៉ែអញ្ចឹងមានន័យថាវាពលិនេះវានៅខាងក្រោមនេះអញ្ចឹងដើម្បីដាក់អញ្ចឹងបានបងចូលទៅកាន់តទៅនឹង elliptical នេះទៅហើយចុច shift ជាប់ដើម្បីគូជារង្វង់មូលនេះគូជារង្វង់មូលនៅអាត្មាយកវាប៉ុណ្ណេះហើយបន្តមកទៀតអាត្មាចុចទៅកាន់តទៅនឹង adjustment ហើយយកពាក្យថា curve អញ្ចឹងនៅពេលដែលបងយក curve ទៅវងថាលោកនេះវិញចឹងហើយនៅពេលដែលបងយក curve ទៅវងវាអត់ចេញអីទេតែបើសិនជាបងសេរី property វាតឡើងពលឺវាបន្តិចបងឃើញថានៅក្នុងហ្នឹងមានពលឺឯនេះនេះហើយបន្តមកទៀតវាអានេះវា share ពេកវា share មានន័យថាវានឹងអត់មានទៅតង flat ដែលយើងមើលទៅបែបជាលក្ខណៈ blur អីសោះវាមើលទៅរឹងជ្រឹះអញ្ចឹងបងអាចចូលទៅកាន់អានេះជា mask ហើយសេរី fader វាតិចទៅ fader មានតែព្រិលបងអញ្ចឹងបងសេរីភាពព្រិលវាតិចទៅអូខេវាមើលទៅរៀងអូខេវា good វា good ដែរទៅថ្មយកវាប៉ុណ្ណឹងហើយបងអាចសេរី control T អាចសេរីអីវាបានទៀតថាសល់តែចិត្តបងទេផ្លូវខនណានេះថ្មធ្វើវាប៉ុណ្ណឹងសិនតទៅទៀតថ្មនឹងទាញទៅលើ product food បាទថ្មហើយទាញចូលមកអូខេហើយថ្មនឹងដាក់វាជាបែបនេះអញ្ចឹងនៅក្នុងនេះដោយសារតែផ្ទៃថ្មខាងក្រោយនេះវាបែបមើលទៅវាមិនមែនជាផ្ទៃបែបត្រង់វា rotate តិចដែរអញ្ចឹងចានថ្មក៏ដាក់គួរតែដាក់ rotate តិចទៅដើម្បីឲ្យវាត្រូវ angle របស់វាទិសដៅរបស់វាបងឥឡូវថ្មសូមយកវាប៉ុណ្ណេះអូខេសូមថ្មយកវារៀងធំជាងបន្តិចឬប៉ុណ្ណេះចាស់តានេះ rotate បន្តិចទៅប៉ុណ្ណឹងតមកទៀតថ្មនឹងចុចទៅកាន់food មួយទៀតដោយសារ food មួយទៀតថ្មបានចងវាទៅជានេះហើយនេះជាអញ្ចឹងប៉ុន្តែវាអត់ទាន់ស្អាតទេដោយសារតែកុំព្យូទ័រថ្មកែងត្រូវកាត់វាស្អាត so ដោយសារតែថ្មចង់ឲ្យវារឿងលឿន so ថ្មសំប្រើនេះចុះហើយថ្មនឹងប្រើជាប្រភេទ select ចេះចុះអញ្ចឹងសូមបងប្រើតាមថ្មអីក្នុងករណីជាក់ស្ដែងបងអាចធ្វើទីផ្សេងបានប៉ុន្តែនៅក្នុងករណីនេះបងអាចបងអាចប្រើ style អញ្ចឹងបានដោយសារតែនៅពេលដែលយើងប្រើវាជាលក្ខណៈស្មុគស្មាញអញ្ចឹងយើងអាចយក pen tool មកកាត់វាដើម្បីវាស្អាតហ្មងឯងប៉ុន្តែបងឃើញថានៅពេលដែលថ្មយកហ្នឹងមកវា affect ទៅលើនេះដែរអញ្ចឹងថ្មយកអានេះ
ចឹងនៅពេលនេះអាត្មានឹងយក laser tool ហើយអាត្មានឹងប្រើទៅតទៅនឹងនេះគឺជា subtraction នេះបងឃើញនៅក្នុងឈ្មោះគេគេថា subtraction from select មានថា subtraction មានថាវានឹងកាត់ចេញវិញអញ្ចឹងដោយសារតែយើងឃើញថាវាលើសក្នុងគោលបំណងអាត្មាថាចង់កាត់តែត្រឹម stock space នេះទេវាខាងក្រៅនេះប៉ុន្តែនៅពេលដែលអាត្មាយក quick selection ជាពណ៌ទៅវាស្រេចទៅលើចានយើងដែរសូអាត្មានឹងដកវាចេញវិញចឹងថាដកថាគូវាត្រឹមប៉ុណ្ណឹងមកនេះថាគូវាអញ្ចឹងមកឲ្យវាមករង្វង់វាមកឃើញវាដកវិញវាទុកតែអ្វីដែលនៅក្នុងនេះអញ្ចឹងបន្តទៀតអាត្មាចុចម៉ាស់វាទៅហើយចុច control I ឲ្យ convert វាមកវិញអូខេហើយអាត្មា convert វាទៅជា smart object ជាប៉ុណ្ណេះអាត្មាអាចទាញឲ្យអាត្មាទាញវាចូលទៅអូខេទាញទៅវារូបនឹងឯងធំផនសតមកតាក់បាត់ហើយសារអាត្មាមិនដឹងថាកើតអីដោយសារថាបើ ក្រេកឬក៏មិនវា down ទៅវាអត់ដឹងថាកើតអីវា everything will work ប៉ុន្តែវាអត់សូររូបមកវាដូចជាគាំងអញ្ចឹងអាត្មាអាចនឹងលុបឬក៏ install សតថ្មីអញ្ចឹងខ្ញុំសូម stop video តិចសិនខ្ញុំ save វាសិនអូខេតាមសូមបន្តសារយើងដាក់មកមិញវាធំអញ្ចឹងបងចុច control T ទៅហើយសេរីវាបានចាំតិចអូខេហើយសេរីវារៀងតូចតិចទៅចឹងនៅពេលដែលបងដាក់បងអាចចុចនេះទេស្ពៃនេះអត់ទាន់ស្អាតទេដល់ថ្មអធិស្ឋានតោះទៅសិនណាអញ្ចឹងបងអាចសេរីវាប៉ុណ្្នឹងមកលើថ្មថាអាចដាក់វារៀងបែរមុខចូលគ្នាអញ្ចឹងជាទម្រង់វាបែបនេះអូខេនេះជា style វាបែបនេះអូខេถ้าសូមយកទៅវាថាប៉ុណ្្នឹងសិននៅក្រៅបងអាចលើកអានេះឡើងខ្ពស់បន្តិចក៏បានដែរសេរីវាទៅក៏បានដែរជារៀងធំជាងនឹងបន្តិចអូខេអានេះក៏ដូចគ្នារៀងធំជាងនឹងបន្តិចដើម្បីឲ្យយើងដាក់ផ្នែកទៅវា focus ទៅលើចានរបស់យើងហើយណាចេះតមកទៀតអានឹងប្រើឲ្យពណ៌របស់យើងនឹងរៀងក្រហមដិតជាងហ្នឹងដើម្បីឲ្យបន្ថែមរសជាតិអញ្ចឹងដើម្បីធ្វើចឹងបានបងចុចទៅកាន់ adjustment ហើយយកពាក្យថា vibrant ដើម្បីថែមទៅលើ color ឲ្យវារៀងដិតជាងមុនណាបងឲ្យវាដិតជាងមុនបង saturation ទៅវានឹងដិតជាងមុនបងឃើញនេះរៀងទៅលើរៀងដិតជាងមុនទៅសូមយកវាប៉ុណ្្នឹងចាអូខេយកវាប៉ុណ្្នឹងចឹងអានឹង effect ទៅលើចង់ឲ្យវា effect ទាំងពីរបងដាក់វាជាគ្រប់ទៅនេះដាក់វាចាំមកជាគ្រប់ហើយបងអាចដាក់វាថាគឺជា food អូខេ food បែបនេះហើយនៅក្នុងនេះបងដូរវាទៅជា normal ហើយបងសេរីអានេះចូលខាងលើមកវា effect ទៅលើទាំងពីរចានរបស់យើងអូខេតទៅទៀតអានឹងដាក់វាទៅជា color មួយទៀតគឺជាស្មោលរបស់វាដែលបងឃើញថានៅក្នុង poster នេះក៏មានស្មោលដែរនេះស្មោលនៅខាងក្រោមបែបនេះអញ្ចឹងដើម្បីធ្វើស្មោលជាងបានបញ្ចុច control ជាប់ហើយចុចទៅលើរូបចានរបស់យើងដើម្បី select ទៅលើវាដើម្បី make select ទៅលើ food របស់យើងតទៅទៀតបងចូលទៅកាន់នេះដល់យកពាក្យថា curve អញ្ចឹងបងទាញវាដាក់ខាងក្រោមចានហើយបងទម្លាក់វាមកនៅពេលដែលបងទម្លាក់ដំបូងមានន័យថាយើងអត់ទាន់ឃើញអីទេដោយសារតែមិនទំហំចាននឹងជាមួយនឹង curve របស់យើងវាប៉ុនគ្នាចេះបើសិនបងចុច control T ហើយអស់វាមកនេះមកនេះអស់វាបន្តិចមកខ្ញុំសូមសេរីបន្តិចសិនវាអត់ចេញដោយសារតែអាត្មាវានៅជាមួយនឹងពន្លឺរបស់នេះសារថាប្រើអញ្ចឹងវានៅជាប់ពន្លឺអញ្ចឹងវានឹងទាញអាពណ៌ទៅដែរអញ្ចឹងអាត្មាអាចនឹងដាក់វានៅខាងក្រោមតើទាញវាបច្ចេកមកអូខេបច្ចេកវាក្រៅគ្រប់បងឃើញថាវានឹងមានពណ៌ខ្មៅមួយនៅទីនេះអញ្ចឹងបងអាចសេរីវាទៅតាមអ្វីដែលបងចង់បានហើយអាត្មាយកវាពណ៌ប៉ុណ្ណឹងហើយមួយទៀតអាត្មានឹងដាក់វាឲ្យវារៀង blur ចូលទៅខាងក្រោមហើយទាញវា blur នេះទៅអូខេរៀងបែបនេះមកមួយទៀតអាត្មានឹងទាញដាក់រៀងដិតបន្តិចអាចនឹងយកប៉ុណ្ណេះដែរអូខេហើយទាញវាដាក់ចានអានឹង copy វា control J បន្តទៀតហើយ control T ទាញវាឲ្យរៀងឆ្ងាយជាងនឹងបន្តិចហើយអាត្មានឹងប្រើ blur ដូចគ្នាដែរនេះរៀង blur រៀងខ្លាំងជាងមុននេះអាត្មាអាចតម្លើងនេះឡើងវិញបន្តិចអត់ឲ្យដាក់វារៀងដិតជាងនេះអូខេរៀងប៉ុណ្ណេះសារវាជាសមជាដែលវាមានដិតមួយហើយមានគៀនមកមួយទៀតអញ្ចឹងនៅក្នុងនេះអាត្មានឹងដាក់ជា food អាត្មាដាក់ថាfood shadow អូខេ shadow ចេះអញ្ចឹងដោយសារតែវាអាត្មានឹងដាក់ឲ្យវាទៅជាមួយនឹងនៅពេលដែលមហូបរបស់យើងឬពណ៌នឹងដែរអញ្ចឹងយើងអាចធ្វើជា main អាចដាក់ពណ៌ឲ្យផ្សេងហើយយកពណ៌ជា yellow បែបនេះហើយស្មោលរបស់វាក៏យើងប្រើពណ៌តែមួយទៅដើម្បីឲ្យយើងដឹងថាអ្វីមួយហ្នឹងវាតាក់ទងគ្នាអាពីរវាតាក់ទងគ្នាអញ្ចឹងលក្ខណៈអញ្ចឹងហើយអានេះក៏ដូចគ្នាដែរអាត្មានឹងចុច Alt ជាប់ហើយចូលមកកាន់ខាងក្រោមនេះវិញហើយបង្កើត
chỉ lấy với mỗi bọn ai cho tôi cần nó tiền khớp mong muốn các bạn này nhẹ cho tôi cần khớp tất tiền gì mong muốn bài chẳng chuyện được mà để sao nó tầm lọp á trên tới gì này chẳng bọn ai khơi chuyện chẳng tới hay bọn cho control thi tất tiền vì màu thì thế một phần đấy ok thì trong tiết bọn ai chơi mấy má sai tiền về làm tiếp đâm bài chia phần lừa về mời hay bữa sinh viên là nghịch bế bọn ai từng lẹ viên thì thế ok thì một phần này ok bạn nên chọn control chế copy ví hồi này cầm ní chọn control tí hay tì về là phần này thì ok nè phần này chúng đang ai sẽ đây vì đang lơ trên năng tít hồi này đặt lơ trên năng ok thì phần này chắc vì này còn một lấy thoan theo bàn phần này cho giờ phần năng hồi dòng tiết tại toàn từ food food mà năng pra từ lơ exposure một tiết là bay cầm nọt từ lơ lơ của vì lấy thoan năng tầm lẹ vì phần này thì ok hỏi thoan năng chọn số b bính bí thay choกันប្រាស់ឥឡូវតាក់បាត់ទៀតអូខេជាស្រ័យខ្ញុំសុំតតាមទៀតថានឹងយកទៅតុងប្រាស់ហើយយកមកផាត់វាជាពលើបន្តិចតិចនៅគៀននេះនេះអញ្ចឹងនេះដាក់ទៅពលើអញ្ចឹងជាស្រ័យសារនេះ poster កាត់អត់ស្អាតចាំបងយកទៅថែមទៅអូខេតានេះstyle វាប៉ុណ្ណេះអញ្ចឹងនៅពេលដែលអាត្មាដាក់អញ្ចឹងទៅ effect វាមកទាំងពីររាងមួយសតុំអញ្ចឹងណាអូខេជាលក្ខណៈប៉ុណ្ណឹងហើយតាមទៀតអាត្មានឹងចាប់ផ្ដើមធ្វើវាទាំងអូខេប៉ុណ្ណេះអញ្ចឹងស្មើនឹងដាត់វាអញ្ចឹងហើយនៅក្នុងនេះស្មើដាក់ជា shadow ដែរ Ctrl G និង Ctrl G ហើយដាក់ជា shadow ដែរfull length shadow ដាក់ចឹងទៅដើម្បីគេសម្គាល់អូខេយកវាប៉ុណ្ណឹងក្នុងនេះអាត្មាក៏បន្ថែមទៅលើពលឺនេះតិចដែរនៅក្នុងពលឺហ្នឹងបងអាចប្រើជាបានឥឡូវអាត្មាចូលទៅកាន់អាហ្នឹងនេះ shape ហ្នឹងហើយគូទៅកាន់shape ហ្នឹងអាត្មាយកវាទៅជា curve exposure បាន curve ក៏បានដែរហើយចុច click ពីមកលើវាហើយសេរីវាឡើងបន្តិចជាពលឺចេះតទៅទៀតអាត្មាចុច control I ហើយអាត្មាចូលទៅកាន់ gradient gradient ក៏បានឬក៏បងចូលទៅកាន់យកប្រាស់មកក៏បានដែរនៅក្នុងនេះសារអាត្មានេះខ្ញុំយកវាពណ៌សហើយទាញវាបន្តិចទៅជាពលឺមកពីក្រោយបន្តិចទៅបែបមកពីក្រោយចេះដេញបដិញមកអញ្ចឹងណាអូខេចេះឬក៏មួយទៀតបងអាចប្រើប្រាស់មកតាំងទៀតក៏បានដែរដាក់ពណ៌វាទៅយកវាទៅជាពណ៌សខ្មៅហ្នឹងវាសទៅហើយគូវាគូវាបន្តិចទៅលើហ្នឹងហើយបដូរ blend mode ទៅជា overlay ក៏បានទៅជា soft light ក៏បានទៅភ្លឺជាងហ្នឹងតិចអូខេយកវាក៏ប៉ុណ្ណឹងអូខេបន្ទាប់ពីប៉ុណ្ណឹងអាត្មានឹងធ្វើ style យ៉ាងនេះបន្តិចអញ្ចឹងនៅក្នុង curtain អាត្មានឹងទាញពលឺវាឡើងបន្តិចអាត្មាចូលទៅកាន់ curtain ណានៅក្នុងនេះអញ្ចឹងអាត្មាដាក់វានេះអាត្មាសុំទៅជាគឺជា set floor អាត្មាមិនដឹងហៅវាស្អីទេអញ្ចឹងនេះគ្រាន់តែជាការដាក់សម្គាល់ខ្លួនឯងអូខេអញ្ចឹងហ្នឹងអាហ្នឹងវាដូច background ខ្ញុំអាត្មានឹងយកវាទៅជាពណ៌ក្រហមពណ៌ដែរដាក់នេះតទៅទៀតតេតតុងទៅនឹងអាត្មាថាធ្វើអីគេមិញនៅក្នុង style ប៉ុណ្ណេះយើងបានប៉ុណ្្នឹងហើយអញ្ចឹងយើងអាចមើលទៅយើងដាក់ជា layer វាប៉ុណ្្នឹងអូខេអាត្មាថាដាក់ save មួយទៀតនិយាយភ្លេចមួយទៀតថាដាក់ save អញ្ចឹងអាត្មានឹងទាញ save នេះចូលទៅកាន់នេះមកនេះហើយដោយសារតែវាជារូបភាពជា fake អញ្ចឹងថាចុច select subject ទៅលឿនអូខេវានឹង select ឲ្យ subject របស់យើងបែបនេះហើយចុច control ចុច convert to smart object ហើយទាញវាដាក់នៅក្នុង poster របស់យើងទៅជា style វាបែបនេះចុច control T ហើយចុចពាក្យថា flip vertical បែបនេះចឹងបងអាចសេរីវាឲ្យវាទៅតាម angle មួយដែលបងគាត់ថាវាគឺសម្រាប់បងឥឡូវខ្ញុំយកវាប៉ុណ្ណេះហើយដាក់វាប៉ុណ្ណេះចុះអូខេចឹងអញ្ចឹងយើងគ្រាន់តែចុចដូរ color វាមកអញ្ចឹងមកស្ដាំលើវាដល់ចុច double click លើវាក៏បានមកស្ដាំក៏បានដែរបងអាចចុចមកស្ដាំហើយយកពាក្យថា blending option ដូចគ្នាទេហើយបន្តទៀតបងយកតកតងទៅនឹង color overlay ហើយដាក់វាទៅជាក្រហមទៅនេះក្រហមបែបនេះហើយយ៉ាងនេះដាក់ជា normal ទៅបើយ៉ាងនេះយកវាក្រហមបែបនេះតាតែប៉ុណ្្នឹងអញ្ចឹងវារៀងក្រហមអីបងអីហើយបងអាចសេរីទៅលើសឹងឲ្យវាក្រហមជាងហ្នឹងបងអាចសេរីដាក់ពណ៌ដាក់អីទៅវាតាមហ្នឹងឯងនេះចំក្រហមនេះសេរីវាទៅកាន់ក្រហមទៅនេះឬក៏ក្រហមចាស់ហ្នឹងឯងស្ដាប់បងសេរីនេះខ្ញុំសំយកវាប៉ុណ្្នឹងទេតមកទៀតមកថ្មនឹងដាក់ទៅលើ style វាគឺអក្សរនេះអក្សរបែបនេះអញ្ចឹងបាយឆាបនេះមន់បំពងនិយាយបាយមន់បំពងហើយចាត់ទន្ទឹង right flag ជិតខាងយើងដាក់ជាអង់គ្លេសអញ្ចឹងថ្មនឹង save វាហើយ font វាគឺជានេះទេដាក់ទៅកតុង repro អញ្ចឹងថ្មសុំ save វាសិន
một bóng bóng ok ai cái còn cái mấy chung ai cái này bài mà bóng bóng cái là son đã sẵn bài mà bóng tâm thiết mà đã viết tay chỉ cần tôm roi pro này chỉ cần tôm roi pro ấy bên tai vì chỉ light chẳng thà đâu về tay chỉ ball mà ở về riêng riêng đặt chỉ một cái nó về được một đặt ball đó riêng đặt nó ti về một cọng sẵn ta toàn sẽ về thế mà năng copy về tăng tiết hỏi tôi sẽ chỉ sang đây cho mà lại về thay vì chỉ rice rice chicken xong rồi thích là chicken ok chicken sẽ comment sẽ cho bên này tất mà mình đã về đến tối xa đây gì chẳng ở về miền bởi tới riêng miền một miền khảo đài chẳng được không nấy bọn anh ở đô phần về tay chẳng bán thì chỉ đang chẳng được là chỉ báo các bạn này tổng thiết những đô po vì ở về miền lạc đô po về tới nó đã về tới chỉ po này để vô pi này máu này chẳng ta tiền yes sorry ta tiền như là thời gian cả hòm tích ok bạn này hay mấy cái mà đô về tới chỉ po so đấy ok hay đô tới chỉ po so ok bạn này chẳng được không bạn năng con mình sẽ việc thành phí hay cho control thì hay mà rotate vintage rồi có tiền về lại tích làm bài về trời chỉ mùi nâng perspective bằng lại những cái nhỉ chứ không ai sẽ đây vintage tới để cho control job hay sẽ đây vintage tới lại thành chưa ok có bạn năng chẳng được không là lấy được nét thằng copy vì màu thằng phí màu làm đoàn tiết đã về bạn đấy ok chẳng được không nét mà năng copy so đấy sẽ làm bài đấy ok mà đã về được thằng cầu hay thằng này về nè thì này mà cho tôi thấy hay flip vertical or flip horizontal này mà đã về một phần nắng hay tôi sẽ so từ lời về tới này cái chỉ một vòng bài cổ đấy ok bài cổ đấy riêng đã này tới đôi chỉ mà tôi sẽ này không đấy ở Korean fried chicken ở bên một cái hay tôi sẽ chỉ ăn để cho Korean fried chicken chicken thì mình sẽ thấy cái nó sẽ có ở bên màu thằng trao nên tí cái bản năng cho control thì ở cái bản năng thì về làng lờ tới đầm bầy ấy sorry mà tiền gì khó nè bên này thằng thằng trao bênนี้cho control thì lờ viết ok vô về vào bản năng rồi rotate bên tí tới về trái perspective về ok vô vào bản năng trong tiết mà còn ở đâu anh đây tới nè đâu anh ấy tới chỉ qua tại mua cho mùi này ai ăn lấy với tay tầm mùi ok bạn nhé ok ถ้าសូមធ្វើវាប៉ុណ្ណឹងសូមទៀតយើងចាប់ផ្ដើមទៅដាក់ទៅលើ menu វាម្ដងនេះគឺជាប្រភេទនេះតើតើទៅនឹងខ្ញុំដាក់ថា opening now អូខេខ្ញុំសូមដាក់វាទៅជានេះអញ្ចឹងខ្ញុំដាក់វាថាគឺជា food name នេះជា share វាដូចជា arrow ខ្ញុំដាក់ជា arrow yes arrow បែបនេះអញ្ចឹងដោយសារតែវាតាក់ទងទៅនឹង food អញ្ចឹងនៅក្នុងនេះជា food ដែរអញ្ចឹងខ្ញុំដាក់វាទៅជាពណ៌ yellow ហើយនេះក៏ដូចគ្នាដែរដើម្បីយើងសួររកនេះចឹងយើងឃើញថាយើងមានជា shadow នៅពេលដែលយើងយកបងអាចសេរីទៅតាម color វាបាននេះបងឃើញវាមួយណាដែលជា nan ហើយបងអាចរក color បានជា red ឃើញវាចេញមកជួឲ្យបងជា yellow វារើសឲ្យជួនៅពេលដែលយើងរកនៅពេលដែលទៅមុខទៀត poster យើងច្រើនហើយយើងចង់រក element គឺយើងរកតាមពណ៌បែបហ្នឹងដើម្បីកុំឲ្យវាលឿនណាបងហ្នឹងគឺជាវិធីហ្នឹងហើយថាបង្កើតជា layer នេះមួយទៀតហើយទៅ set ជាអក្សរចូលថ្មដាក់វាថាគឺជា opening opening សូមយកខាងនេះប៉ុណ្ណេះហើយថ្មនឹងចុច Ctrl T វាឲ្យរឿងធំអូខេតទៅទៀតថ្មគាត់ដាក់ដូរនេះវាទៅដូរទៅលើ style អក្សរហ្នឹងថ្មយកមួយណាទេដូចជានេះដូចជានេះហើយអាចជានេះហើយមួយទៀតតើសេរីវាឡើងតិចទៅនេះកម្រិតឲ្យវារៀងកម្រិតបន្តិចអូខេប៉ុណ្ណេះ
ចុច Ctrl T ហើយទាញវាឡើងទៅលើបែបនេះបន្តិចសារតែបើយើងរៀងមើលពីលើយ៉ាងដែរសូត្រមកទាញយកប៉ុណ្ណឹងអូខេហើយយកវាប៉ុណ្ណេះឬក៏បងអាចនេះខ្ញុំសូមបិទវាចោលអស់សិននេះកម្រិតអានេះទាញវាឡើងតិចទៅទាញកាត់ថាបែបឆ្វេងតិចកុំឲ្យវារៀងមើលទៅរៀងធំពេកអូខេខ្ញុំសូមបើកវាមកអស់វិញអូខេនេះហើយ style នេះក៏ដូចគ្នាដែរខ្ញុំបរិយាវារៀងធំបន្តិចទៅអូខេប៉ុណ្ណឹងនេះគេថ្មនឹងគូទៅលើ line share វាមួយទៀតចឹងថាយកវាជា share នឹងគូយ៉ាវារៀងទ្រវែងវាបែបហ្នឹងអូខេបងឃើញនៅក្នុងនេះនេះថ្មគូវាបែបនេះតាមទៀតបងគាត់ឲ្យយកទៅលើ pen tool មកទាញទៅនេះអូខេចាំបងចុច shift នេះ pen tool ហើយបងចុច control ចុចទាញវាឡើងអូខេតោះបងចុចផ្ដាច់វាទៅអូខេរៀងស្រួលបែបហ្នឹងនេះស្រីវាត្រូវកែងយកចឹងនៅក្នុងហ្នឹងគាត់ឲ្យបងយក pen tool មកហើយចុចទៅលើ control ជាប់ទាញវាទៅគឺបានហើយបងអាចដូរពណ៌វាបានដូរទៅជាពណ៌ក្រហមនេះក្រហមបែបនេះចឹងថ្មចុច control T ហើយ rotate វាឡើងទៅលើអញ្ចឹងតិចជាទម្រង់វាចេះដូចគ្នាអូខេហើយបងអាចសេរីវាវិញខ្លីសាច់ដបងទេទៅដាក់វាដាក់ប៉ុណ្ណេះហើយថ្មទៅសេពាក្យ now នៅក្នុងហ្នឹងអូខេ now ទៅចុច control T ដែរព្រោះវាឡើងទៅអូខេជាប៉ុណ្ណេះតទៅទៀតថ្មដាក់ដូចជា logo អញ្ចឹងថ្មសូមបើកទៅលើនេះមួយទៀតដោយសារតែវាជាប្រភេទដែលគេដាក់នៅក្នុងនោះស្រាប់សូមថ្មនឹងចូលទៅទាញរូបឥឡូវថ្មសូម scope តិចសិនកុំឲ្យវាយូរscope អត់ជាប់ឥឡូវសូមបន្តទៅចុះសារវាដូចជា limit វាកំណត់បានតែត្រឹម2ដងឬ3ដងទេ scope ច្រើនពេកវាអត់ឲ្យនៅក្នុងនេះសារថ្មប្រើជា default របស់វាអត់ប្រើអីផ្សេងអញ្ចឹងថ្មចុចទៅលើនេះទៅបាទសារវា error ហ្នឹងឡើយថ្មអត់ប្រើហ្នឹងទេកុំឲ្យវា load មកច្រើនពេកតែអញ្ចឹងនៅ load មកអញ្ចឹងឡើយថ្មសូមបើក file របស់ថ្មទៅថ្មនឹង send ឲ្យទាំងអស់ហ្នឹងថ្មនឹង send ឲ្យបងនៅក្នុង group ហើយជាមកឲ្យចូលមើលបាននេះខ្ញុំសូមចូលទៅកាន់ your logo នេះអញ្ចឹង logo នេះគឺទាំងនេះមក folder ហ្នឹងខ្ញុំទាញយកមកដាក់នៅក្នុងបាត់មកអូខេវាបែបនេះអូខេបែបហ្នឹងហើយថ្មចុច control T ហើយវារួមវាសេរីវាឡើងធំតិចអូខេរៀងប៉ុណ្ណេះអញ្ចឹងនៅក្នុងអានេះគឺថ្មទាញមកតែត្រឹមរូបទេថាទាញយកមិញមកតែត្រឹមរូបពីរហ្នឹងទេហើយអាខាងក្រោមនេះយ៉ានេះអានេះគឺជា shape ដែលថ្មគូវាបន្ថែមនេះហើយអានេះគឺជាអក្សរដែលថ្មសរសេរចូលទេអញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងនៅក្នុងហ្នឹងបើសិនជាបងចង់វាដិតជាងមុនហើយបងអាចនេះបានអញ្ចឹងនៅក្នុងនេះថ្មនឹងដាក់វាថាគឺជា title អូខេ title អញ្ចឹង title បងអាចដាក់វានេះទៅឲ្យវារៀងពណ៌ផ្សេងពីគេទៅតែជា green អញ្ចឹងទៅដាក់ជាមួយនឹង logo ដាក់វាដូចនេះទៅ green អញ្ចឹងទៅដាក់អូខេបែបនេះតាមចិត្តបងចុច control shift e ដើម្បី merge វាឲ្យមកស្ដាំទៅវាយកពាក្យថា convert to smart object អូខេប៉ុណ្ណឹងហើយបងចូលទៅកាន់ filter ហើយយកពាក្យថា camera filter ដើម្បីកែវាថែមឥឡូវបាននឹងចូលទៅកែថាដូចជាចង់កែ contrast តឡើងដិតជាងនឹងបន្តិចហើយនឹង highlight ទាញវាឡើងបន្តិចដែរហើយវានឹងពលឺអានេះបងថ្មចូលទៅកាន់មួយទៀតនឹងទៅកាន់ effect ហើយថ្មទាញនេះតំដាក់មកបន្តិចវា focus ទៅលើបាយយើងមកហូបយើងកាន់តែរៀងខ្លាំងជាងមុនទាញខ្លាំងពេកវាអាចនឹងខ្មៅមហូបអញ្ចឹងប៉ុណ្ណឹងថាសុំទី shape វាដិតជាងមុនទាំងដិតជាងមុនចេះហើយបើសិនជាបងចង់ឲ្យវារៀងក្រហមថែមបងអាចចូលទៅកាន់color បាននៃ color mixer ហើយបងចូលទៅកាន់ saturation ទាញពលឺពណ៌វាឡើងរៀងដិតក្រហមទៅដីថែមហើយសារអាត្មាថាសូមយកវាទៅប៉ុណ្្នឹងចុះហើយចុចអូខេអូខេនេះមកឃើញថារៀងប្លែកពីមុនតិចអញ្ចឹងតើតទៅនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងអរគុណច្រើនបើសិនជាបងមានចំណុចចាបើសិនជាបងឆ្លើយបានបងនឹងឆ្លើយអរគុណច្រើន